យុរដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យពិនិត្យឲ្យមកចាត់ការផ្តល់សេវាសុខាភិបាលកុំឲ្យមានការរើសអើងអ្នកប្រើប័ណ្ណបសសភ្នំពេញសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើការណែនាំទៅដល់រដ្ឋមន្ត្រីក្រសួងកាងារនិងបន្តបណ្ដាវិជ្ជាជីវៈនិងក្រសួងសុខាភិបាលត្រូវចុះពិនិត្យឲ្យបានម៉ត់រាជធានីភ្នំពេញសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើការណែនាំទៅដល់រដ្ឋមន្ត្រីក្រសួងកាងារនិងបន្តបណ្ដាវិជ្ជាជីវៈនិងក្រសួងសុខាភិបាលត្រូវចុះពិនិត្យឲ្យបានម៉ត់ចត់និងឲ្យបានច្បាស់ថាអ្នកប្រើប្រាស់ប័ណ្ណបសសកុំត្រូវទទួលបានការរើសអើងឡើយការលើកឡើងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបន្ទាប់ពីមានការលើកឡើងមួយចំនួនពាក់ព័ន្ធនឹងគ្រូពេទ្យមួយចំនួនបានធ្វើការចំពោះអ្នកប្រើបន្សោហើយទ្រើងបង្ហាញតាមបណ្ដាញសង្គម Facebook ការថ្លែងណែនាំរបស់សម្ដេចមហាបវរធិបតីខាងលើនេះធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធទារកដាត់នៅរោងចក្រ Marble Diamond ឯកោស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស Royal គ្រប់ភ្នំពេញនិងសំណេះសំណាងជាមួយកម្មករកម្មការិនីជាម្ដាយដែលមានទារកតូចៗក្នុងគោលបំណងស្ដាប់នៅសំណូមពរក៏ដូចជាបញ្ហាប្រឈមនានារបស់កម្មករកម្មការិនីនាព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025ក្រោយពីបានស្ដាប់នៅការលើកឡើងរបស់កម្មការិនីដែលទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់លើប័ណ្ណបសសលើសេវាសុខាភិបាលក្នុងពេលមានផ្ទៃពោះនិងក្រោយសម្រាលកូនរួចរាល់ហើយនោះសម្ដេចមហាបវរធិបតីបានលើកឡើងដោយសម្ដេចបានឃើញនៅការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដែលថាអ្នកប្រើប្រាស់ប័ណ្ណបសសនៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាពមិនសូវទទួលបានការយកចិត្តទុកដាក់ឡើយជំវិញបញ្ហាខាងលើនេះសម្ដេចមហាបវរធិបតីបានកត់សម្គាល់ថាមានតិចតួចបានលើកឡើងករណីនេះសម្ដេចមហាបវរធិបតីបានគូបញ្ជាក់ថាថ្មីមុនបងឃើញគេបង្ហោះតាម Facebook តាមអីមួយរឿងពីរឿងនោះគេថាអ្នកកាន់បសសហទៅពេទ្យមិនសូវយកចិត្តទុកដាក់គ្រូអាននឹងការងារនេះតាមឲ្យជាប់ក្រសួងកាងារក្រសួងសុខាភិបាលគឺអត់ឲ្យមានការរើសអើងទេមណ្ឌលសុខភាពទាំងឯកជនទាំងរដ្ឋគឺត្រូវធ្វើមិនយកចិត្តទុកដាក់ដូចគ្នាក្នុងនោះសម្ដេចមហាបវរធិបតីក៏បានបញ្ជាក់ថាបានឲ្យក្រុមការងារចុះពិនិត្យទៅលើកិច្ចការងារទាំងនេះដែលខណៈដែលសម្ដេចក៏សង្កេតឃើញថាមានចន្លោះប្រហោងបន្តិចបន្តួចតែបានធ្វើការកែសម្រួលជាបន្តបន្ទាប់សម្ដេចមហាបវរធិបតីសង្កត់ធ្ងន់ថាធ្វើយ៉ាងណាកុំឲ្យមានការរើសអើងឲ្យសោះចំពោះអ្នកប្រើប្រាស់ប័ណ្ណបសសសម្ដេចមហាបវរធិបតីក៏បានលើកឡើងថាគោលការណ៍បង្កើតទីរូបដ្ឋាននេះជាគោលការណ៍មួយក្នុងចំណោម10ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំងពីដើមអាណត្តិតាមរយៈក្រសួងកាងារដែលជាសេនាធិការដឹកនាំរៀបចំទីរូបដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិតដែលមានអាយុចាប់ពី3ខែរហូតដល់អាយុ3ឆ្នាំដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទីរូបដ្ឋានដើម្បីទទួលបានការមើលថែទាំសុខភាពនិងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារកដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្ដងបន្ថែមពីនេះទីរូបដ្ឋាននេះត្រូវបានរៀបចំបង្កើតឡើងសម្រាប់ជាកន្លែងដែលផ្ដល់សេវាថែទាំកុមារតូចៗជាកូនរបស់បងប្អូនកម្មករនិយោជិតជាស្ត្រីនៅរោងចក្រ Marble ប្រកបដោយសុវត្ថិភាពនិងធំធាត់ឡើងដោយមានសុខភាពល្អគោលនយោបាយរបស់រដ្ឋាភិបាលបានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតចំពោះស្ត្រីមានផ្ទៃពោះនៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ 80,000 រៀលក្នុងមួយលើកនិងត្រូវពិនិត្យផ្ទៃពោះចំនួន4លើកមុនពេលសម្រាលពេលឆ្លងទន្លេកូន1ឧបត្ថម្ភថវិកា 80,000 កូនភ្លោះ2ឧបត្ថម្ភ 1.2 លានរៀលកូនភ្លោះ3ឧបត្ថម្ភ 1.6 លានរៀលនិងកូនភ្លោះ3ទទួលបានការឧបត្ថម្ភពីសម្ដេចតេជោនិងសម្ដេចកិត្តិយសបណ្ឌិតចំនួន5លានរៀលថែមទៀតផង